បាត់ជាមួយទូមិននៅរស់នៅភូមិក្នុងភូមិបេតាមាក់ស្រុកតែកដាខេត្តកដាជំងឺទឹកនោមផ្អែមចំនួន6ឆ្នាំហើយតែក្នុង6ឆ្នាំនេះខ្ញុំបានប្រើប្រាស់ឱសថជាច្រើនដែលជាបាលជំងឺទឹកនោមផ្អែមហើយដុំគីឬដុំបាតហើយខ្ញុំមានបន្ទុយខាងស្ដាំទៀតខាងស្ដាំនេះប៉ុន្តែខ្ញុំប្រើលទ្ធផលច្រើនមកប៉ុន្តែអត់បានសមប្រកបដូចខ្ញុំប្រើទេគឺខ្ញុំចំណាយលុយអស់ច្រើនតែកន្លងមកក្រោយនេះថ្មីនេះហើយ2022ចុងក្រោយនេះខ្ញុំបានជួបមិត្តភក្តិខ្ញុំម្នាក់ដែលគាត់ធ្វើការនៅខាងធនាគារជាតិគាត់ក៏បានណែនាំខ្ញុំឲ្យខ្ញុំនឹងមកសាកខ្ចីខ្មៅមើលហើយខ្ញុំក៏អត់ចង់ជឿដែរដោយសារខ្ញុំប្រើលទ្ធផលនេះច្រើនមកដែរតែអត់ឲ្យខ្លួនខ្ញុំជំងឺខ្ញុំបានធំមានតែកើតដដែលអញ្ចឹងណាហើយចំណាយលុយអត់ប្រយោជន៍តែខ្ញុំជឿជាក់លើសមត្ថភាពមិត្តភក្តិខ្ញុំដែលគាត់ណែនាំអញ្ចឹងខ្ញុំប្រសាខ្ចីខ្មៅនឹងបាន20ថ្ងៃខ្ញុំបានហូបបាន20ថ្ងៃ20ថ្ងៃក្រោយមកអាការៈរបស់ខ្ញុំមានការប្រែប្រួលមានន័យថាខ្ញុំធ្លាប់ក្តៅបាក់ជើងខ្លាំងទៅវាថយហើយអាបត់ជើងតូចយក3 4ដងនៅសល់តែ3ដងឯណា5ដងនៅសល់តែ3ដងអញ្ចឹងខ្ញុំជឿជាក់ថាលទ្ធផលខ្ចីខ្មៅនេះពិតជាល្អណាស់ហើយពេលដែលបងប្អូនប្រើប្រាស់ដូចខ្ញុំធ្វើឲ្យសុខភាពយើងបានល្អឡើងវិញដោយសារអីដោយសារខ្ចីខ្មៅនេះដែលមាន VO4 ហើយនិងកាហ្វេខ្ចីខ្មៅនេះធ្វើឲ្យសុខភាពខ្ញុំបានប្រសើរដល់ថ្ងៃនេះខ្ញុំនៅតែអរគុណហើយអរគុណចិត្តលោកខាក់ខ្ចីខ្មៅនេះគឺជាឱសថមួយល្អសម្រាប់ក្រុមគ្រួសារអ្នកដែលកើតទឹកនោមផ្អែមអ្នកដុំគីសអ្នកឬដុំបាតអីគឺបងប្អូនជឿជាក់ទៅគឺពិតជាប្រកបជាល្អពិតប្រកបមែនអត់កុហកបងប្អូនទេហើយក្នុងរយៈពេល4-5ខែនេះខ្ញុំអត់មានប្រើរដ្ឋផលអីផ្សេងទេខ្ញុំប្រើតែរដ្ឋផលតែមួយមុខខ្ញុំដឹងថាតើរដ្ឋផលនឹងពិតប្រកបដោយគេថាដែរអត់អញ្ចឹងរយៈពេល3-4ខែនេះដែលខ្ញុំប្រើប្រាស់ខ្ចីខ្មៅនោះទៅឃើញថាបានផលអញ្ចឹងមែនប្រើទៅស័ក្តិសិទ្ធិមែនមានន័យថាប្រើជីជិតស្ករចុះអូតូម៉ាទិកហ្មងបាទចុះ A1C បង A1C ខ្ញុំដល់សល់ 5.7 ទេពីដើម10ជាងណាសបល់ណាល្អមែនតើណាបងធ្វើឲ្យសុខភាពខ្ញុំប្រសើរឡើងវិញបាទ